ពុកមើលទៅស្រាលប៉ុន្តែជាក់ស្ដែងវាមានទម្ងន់ធ្ងន់ខ្លាំងណាស់ទម្ងន់ពុកមធ្យមពុកប្រភេទ Cumulus ដែលឃើញនៅថ្ងៃធម្មតាមានទម្ងន់ប្រហែលជា500,000 គីឡូក្រាមដល់1,000,000 គីឡូក្រាមស្មើនឹងទម្ងន់រថយន្តជាង 1000 គ្រឿងហេតុអ្វីបានជាពុកធ្ងន់ទាំងនេះនៅលើអាកាសបានពុកបង្កើតពីធូលីទឹកតូចឬអប់ទឹកមិនមែនជារលាយទឹកពេញទំហឹងទេឧស្ម័នខាងក្រោមពុកនិងខ្យល់ក្តៅលើកវាឡើងការផ្សព្វផ្សាយខ្យល់ធ្វើឲ្យវាស្រាលនិងអណ្តែតបានលេខគួរឲ្យភ្ញាក់ផ្អើលពុក Cumulonimbus ពុកភ្លៀងធំអាចមានទម្ងន់លើស500លានគីឡូក្រាមប៉ុន្តែវាអណ្តែតបានដោយសារកម្មវិធីខ្យល់ក្តៅពីផែនដីលើកវាបើអ្នកចង់ខ្ញុំអាចសរសេរពិពណ៌នាផ្សព្វផ្សាយ YouTube ឬ Prompt a Image អំពីពុកឲ្យបានផង